បងដែលយើងត្រូវការគឺជាសាច់មាន់នេះគឺខ្ញុំប្រើតែមួយចាហៀងទេទម្ងន់វានឹងខ្ទង់7ខាំយើងលាងទឹកលាងអីឲ្យស្អាតហើយកាត់វាជាដុំអញ្ចឹងមកសម្រាប់ខ្ញុំគឺអត់កាត់ដុំតូចៗពេកទេដុំនោះខ្ញុំយករាងធំដែរអញ្ចឹងណាយើងទុកសាច់មាន់ម្ដុំសិនទៅយើងទៅរៀបចំគ្រឿងផ្សេងទៀតដែលយើងមានដូចជាគល់ស្លឹកគ្រៃរំដេងស្លឹកក្រូចខ្ទឹមសអីហ្នឹងសម្រាប់គល់ស្លឹកគ្រៃគឺខ្ញុំប្រើចំនួន3គល់ស្លឹកគ្រៃយើងហាន់វាជាប្រទេសស្ដើងអញ្ចឹងមកពេលដែលយើងយកទៅឆាទៅក្លិនឈ្ងុយល្អហើយយើងញ៉ាំទាំងគល់ស្លឹកគ្រៃនឹងបានទៀតរំដេងប្រើម្ដុំប៉ុនមេជើងកាត់វាជាកោះរាងខ្លីៗអញ្ចឹងមកស្លឹកក្រូចសើចប្រើ5-6ស្លឹកហើយម្ទេសវិញបងប្អូនដាក់តិចច្រើនតាមចំណង់ចំណូលចិត្តទេប៉ុន្តែសម្រាប់ខ្ញុំគឺខ្ញុំដាក់រាងច្រើនតែអញ្ចឹងណាបងប្អូនដោយសារតែខ្ញុំចូលចិត្តហឹរដែរហើយតកួនវិញគឺយើងប្រើតកួនចិនណាបងប្អូនកុំប្រើតកួនស្រែតកួនបឹងអីអញ្ចឹងទៅយកទៅឆាអត់សូវឆ្ងាញ់ទេហើយវាអាចមានក្លិនទៀតបន្ទាប់ពីយើងត្រៀមគ្រឿងក្រៅរួចរាល់ហើយយើងមកដាក់ខ្ទះចាក់ប្រេងឆាហើយអំពងខ្ទឹមស5-6ក្រពើសម្រាប់ការអំពងនេះមិនបាច់ចំឲ្យវាឡើងក្រហមពេកទេបងប្អូនមើលទៅសម្បល់របស់វាឡើងរាងព្រឿងយើងចាក់គល់ស្លឹកគ្រៃជាមួយនឹងរំដេងចូលមុនគ្រឿងទាំង3មុខហ្នឹងយើងរំលីងវាជាមួយគ្នាប្រហែលជាខ្ទង់3-4នាទីមើលទៅវាឡើងក្រៀមឡើងក្រហមឈ្ងុយមកល្មមសិនបាទខ្ញុំដាក់ស្លឹកក្រូចសើចចូលហើយស្លឹកក្រូចសើចគឺវាឆាប់ខ្លោចអញ្ចឹងណាយើងដាក់ចូលហើយកូរវាទៅ4-5ត្រឡប់យើងដាក់សាច់មាន់ចូលមកដាក់សាច់មាន់ចូលហើយយើងឆាវាជាមួយនឹងគ្រឿងសិនណាបងប្អូនកុំតន់ដាក់គ្រឿងផ្សេងទៀតឆាជាមួយគល់ស្លឹកគ្រៃរំដេងស្លឹកក្រូចជាមួយនឹងខ្ទឹមសអីហ្នឹងឲ្យវាឡើងឆ្អិនប្រហែលជាខ្ទង់4-5នាទីអីសិនមកបាទខ្ញុំដាក់គ្រឿងចូលសម្រាប់ប្រេងខ្យងគឺខ្ញុំប្រើចំនួន2ស្លាបព្រាបាយទឹកត្រី1ស្លាបព្រាបាយប៊ីចេង1ស្លាបព្រាកាហ្វេម្សៅស៊ុបកន្លះស្លាបព្រាបាយហើយនិងស្ករគឺខ្ញុំប្រើស្ករត្នោតកន្លះស្លាបព្រាបាយសម្រាប់អានេះគឺជាទឹកស៊ីអ៊ីវខាប់អានឹងបងប្អូនមានក៏ដាក់មកតែបើអត់មានក៏អត់អីដែរហើយចុងក្រោយគេនឹងគឺជាស្រាចិនក៏ដូចគ្នាអានេះគឺយើងដាក់ដើម្បីកាត់ក្លិននិងដើម្បីឲ្យមាន់របស់យើងនឹងគឺវាឆាប់ផុយល្អប៉ុន្តែបើអត់មានគឺអត់អីទេបងប្អូនសម្រាប់ទឹកស៊ីអ៊ីវខាប់យើងដាក់ទៅដើម្បីឲ្យសាច់មាន់របស់យើងនឹងវាឡើងពណ៌ក្រហមស្អាតចឹងណាដូចដែលបងប្អូនបានឃើញចឹងគឺឡើងក្រហមល្អហ្មងបន្ទាប់ពីនឹងមកយើងបន្ថែមទឹកបន្តិចមកដើម្បីយើងដាក់រំងាស់មាន់ចោលព្រោះអីមាន់គឺវាអត់ងាយផុយទេបងប្អូនតតែយើងរំងាស់ប្រហែលជាខ្ទង់10នាទីអីចឹងទៅដំបូងហ្នឹងគឺខ្ញុំគ្របប្រហែលជាខ្ទង់5នាទីយើងត្រឡប់វាពីលើទៅក្រោមពីក្រោមទៅលើសិនបានខ្ញុំបន្ថែមទឹកម្ដងទៀតបន្ថែមទឹកហ្នឹងប្រហែលជាមួយកូនកែវតូចនឹងដូចគ្នាហើយខ្ញុំគ្របម្ដងទៀតសរុបរយៈពេលរំងាស់ទាំងលើកទី1និងលើកទី2ហ្នឹងប្រហែលជាខ្ទង់ជាង10នាទីសាច់មាន់នេះគឺវាអាស្រ័យទៅលើមាន់របស់យើងដែរអញ្ចឹងណាបងប្អូនបើសិនជាមាន់យើងរាងចាស់អាចថាដាក់រាងយូរបន្តិចទៅប៉ុន្តែមាន់ដែលខ្ញុំទិញមកនេះគឺវារាងខ្ចីដែរហើយសាច់មាន់របស់យើងពណ៌ឡើងក្រហមស្អាតល្អមែនតើហើយញ៉ាំទៅគឺឡើងផុយល្អបងប្អូននិយាយទៅក៏អត់មានស្វិតអីទេបន្ទាប់ពីឃើញថាសាច់មាន់របស់យើងផុយមកល្មមហើយបងប្អូនអាចភ្លក់មើលហើយថែមថយគ្រឿងបានប៉ុន្តែសម្រាប់ខ្ញុំគឺមកល្មមឆ្ងាញ់ហើយបងប្អូនចឹងហើយខ្ញុំអត់មានថែមថយអីទៀតទេបន្ទាប់ពីនឹងមកបាទយើងដាក់សណ្តែកដីម្ទេសជាមួយនឹងតកួនចូលហើយយើងឆាវាចូលគ្នាមកសម្រាប់តកួនឆារៀងយូរបន្តិចមកណាបងប្អូនកុំឲ្យនៅស្រស់ព្រោះឯតកួនតកាលណានៅស្រស់វាអត់ចូលជាតិទេបងប្អូនចឹងហើយឆាវាប្រហែលជាខ្ទង់4-5នាទីតោះតែតកួនរបស់យើងនឹងឡើងទន់ឡើងសន្លប់ចូលជាតិមកល្មមសិនមកចាំយើងលើកយកទៅញ៉ាំតែប៉ុណ្្នឹងមកមាន់រំលីងជាមួយតកួនរបស់យើងគឺរួចរាល់ហើយ